hương thì tiên mùi nắng đại kê trôi chân dậy phạp khmê nó pe đại khmê thì dậy gặp họ nuôi chầm màu khmê đằng nút nằng đo chuỗi làng sai hương nắng admin thọp anแต่ admin จำ sai hương mình o tê แต่ไว้ได้ admin จำ បាននោះគឺមនុស្សសម័យហ្នឹងគេបានយកឈើឆ្លាក់ធ្វើជាខ្លួនមនុស្សជាក្មេងៗមនុស្សដែលគេហៅថាអាយ៉ងក្មេងៗដែលធ្វើអំពីឈើទាំងនោះពួកគេមានឱកាសក្លាយជាក្មេងធម្មតាក្លាយជាមនុស្សធម្មតានៅពេលដែលពួកគេធ្វើល្អហើយចំណុចសំខាន់នោះនៅពេលដែលពួកគេចាប់ផ្ដើមនិយាយកុហកនោះចំោះរបស់ពួកគេលួតឡើងកាន់តែវែងទៅហើយសាច់រឿងទាំងអស់ហ្នឹងបានអ្នកគ្រូម្នាក់យកមកនិយាយក្នុងថ្នាក់រៀនកូនសិស្សដែលមានមុខកម្រាមនេះឈ្មោះជីងហាប់គាត់មានរូបរាងកំមាប់ហើយមុខមាត់មានអំណាចញញឹមញែមធ្វើមុខហៀមហើយអង្គុយក្រោយគេនៅក្នុងថ្នាក់គ្រាន់តែចង់បញ្ជាក់ជីងហាប់នេះគេមានឪពុកគេមានអំណាចអស្ចារ្យហើយមានលុយច្រើនទើបធ្វើឲ្យជីងហាប់នឹងជាក្មេងដែលមានចរិតកោងកាចចូលចិត្តប្រើអំណាចបូលូក្មេងដតីជីងហាប់ធ្វើមុខញញឹមទន្ទឹមនឹងថ្នាក់នឹងមានអ្នកគ្រូថ្មីឈ្មោះពិសីអ្នកគ្រូថ្មីនឹងបាននិយាយរឿងហាវផាបដល់កូនសិស្សរឿងទាំងនោះនឹងហាក់ដូចជាបន្លាចកូនសិស្សកុំឲ្យក្មេងៗជំនាន់ក្រោយចេះនិយាយពាក្យកុហកអាសិស្សជីងហាប់នឹងចាប់ផ្ដើមសើចវ៉ាប់ហើយរាងដូចថាចំអកទៅអ្នកគ្រូថ្មីហើយក៏ស្ដីថាអូយអ្នកគ្រូមកកុហកកូនក្មេងអីសិតថាកុំឲ្យកូនក្មេងនិយាយកុហកចំមកដោះវិញតែខ្លួនឯងកំពុងតែកុហកក្មេងគិតថាពួកខ្ញុំហ្នឹងអាយុ5ឆ្នាំមែនសិស្សដតីក៏ចាប់ផ្ដើមសើចក្រោយពីអស់សំណើចហ្នឹងពួកគេអត់ខ្វល់ពីអារម្មណ៍អ្នកគ្រូថ្មីទេជីងហាប់គិតថាប៉ាគេមានលុយគេធ្វើអីក៏បានដែរពេលដល់ម៉ោងចេញពីផ្ទះឆាប់អីជីងហាប់ក៏ប្រទះក្មេងឆ្លូតបូតមួយក្មេងនោះឈ្មោះហុងចើមជ្រួញចើមដោយសារតែខ្លួនមានកាយសម្បទាមិនមាំមួនហើយជាពិសេសហ្នឹងខ្លួនមកពីគ្រួសារក្រីក្រមនុស្សបែបនេះហើយជា target ដ៏ល្អរអុយជីងហាប់ប៊ូលូជីងហាប់អត់ល្អូទេតែបានទាញដោះគោចេញពីដៃកូនក្មេងនោះរួចហើយអាជីងហាប់ហ្នឹងក៏ជះដោះគោទៅលើមុខហុងចើមអត់ហ៊ានតបតទេក្រោយពីគេជះដោះគោដាក់មុខហើយគ្នាក៏ធ្វើដំណើរត្រឡប់ទៅផ្ទះវិញហើយអាជីងហាប់សែនចម្រិញនេះអត់ឲ្យអាហុងចើមត្រឡប់ទៅផ្ទះវិញជ្រួលទេក៏យកចំពាំដាក់ដុំថ្មបាញ់សំដៅទៅរកក្បាលហុងចើមខត់ចំពាំនោះក៏ថៅក្បាលហុងចើមធ្វើឲ្យហុងចើមស្លាប់ដួលនៅដីអាជីងហាប់ចង្រៃនឹងរាំងភ័យដែរតែសូវខ្វល់ដោយសារសំខាន់ម៉ែអូអញមានលុយអញចង់ធ្វើអីក៏បានអាជីងហាប់ហ្នឹងអត់បានទៅជួយហុងចើមទេទោះបីឃើញហុងចើមដួលនៅដីស្លាប់ក៏ដោយអាជីងហាប់ក៏ដើរចេញពីទីនោះហើយវាសង្ឃឹមថាប្រហែលជាមានអ្នកផ្សេងអាចឃើញហុងចើមហើយជួយហុងចើមពេលមកដល់ផ្ទះហើយអារម្មណ៍សប្បុរសលណាព្រោះអីឃើញសភាពដែលអាហុងចើមដួលនៅមុខធ្វើឲ្យអារម្មណ៍អាជីងហាប់នឹងអត់សុខដេកអត់លក់ពេលនោះអាជីងហាប់ក៏មានអារម្មណ៍ថាយ៉ាប់នៅចុងជើងតែពេលបើកភួយមើលឃើញជើងម្ខាងคล้ายជាឈើអាជីងហាប់ក៏យកដៃចាប់ឈើនោះពិតមែនតាមែនជាការលឺសពណាអានេះជើងคล้ายជាឈើពិតនៅពេលដែលវាចាប់ផ្ដើមធ្វើអាក្រក់ថ្ងៃបន្ទាប់អាជីងហាប់អាកំាប់កាប់ឯកូនហ្នឹងវាមករៀនដូចធម្មតាហើយពេលនោះណាក៏មានសិស្សដតីនិយាយពីអាហុងចើមដែលត្រូវគេវាយនឹងដុំថ្មស្លាប់អត់តាន់ដឹងខ្លួននៅមន្ទីរពេទ្យប៉ូលីសក៏បានមកសាលាដើម្បីកត់ចំណាត់ត្រាស្វែងរកអ្នកធ្វើអំពើអាក្រក់លើហុងចើមប៉ូលីសបានសួរចម្លើយសិស្សម្ដងម្នាក់ឥឡូវដល់វេនអាជីងហាប់ហើយប៉ូលីសក៏សួរថាម្សិលមិញពេលចេញពីរៀនហើយមានតាណាអត់អាជីងហាប់គួរឲ្យស្អប់នឹងក៏កុហកប៉ូលីសថាពេលចេញពីរៀនខ្ញុំទៅផ្ទះភ្លាមអត់បានតាណាទេពេលនោះដែរដៃអាជីងហាប់ចាប់ដើមផែคล้ายជាឈើមកកំណាត់ទៀតអាជីងហាប់ក៏ឆ្លៀតគេចមុខពីប៉ូលីសពេលនោះអ្នកគ្រូពិសីក៏សួរអាជីងហាប់ថាអាជីងហាប់ហែងមានបានធ្វើបាបអាហុងចើមអត់អាជីងហាប់ខំមកសង្កត់អារម្មណ៍ហើយកវីក្បាលពេលអាជីងហាប់ក៏ហក់ម្ដងទៀតដៃម្ខាងទៀតរបស់អាជីងហាប់ក៏ប្រែជាឈើដូចគ្នា
ខោពីផ្សំតនេអ្នកគ្រូពិសីក៏ស្ដីថាការពិតគាត់ដឹងថាអាជីងហាប់បានធ្វើអីទៅលើហុងចើមតែអាជីងហាប់នឹងនៅតែកុហកម្ដងហើយម្ដងទៀតគាត់ក៏ឆ្លៀតប្រដៅអាជីងហាប់ថាការកុហកអត់អាចជួយលាក់បាំងការពិតបានទេហើយមួយទៀតដែរបើឯងអត់និយាយការពិតអ្នកគ្រូមិនអាចជួយឯងបានឡើយអាជីងហាប់ហាក់ធ្វើបង្ងើយមិនខ្វល់ពីពាក្យសម្ដីរបស់អ្នកគ្រូពិសីឡើយហើយវាក៏ងាកក្រោយបែរត្រឡប់ទៅផ្ទះវិញពេលអាជីងហាប់ត្រឡប់មកដល់ផ្ទះឆាប់អីចង់ភ្ញាក់ដោយសារឃើញឪពុករបស់ខ្លួននឹងកំពុងតែចាំនៅតុបាយឪពុកនឹងបានសួរទៅអាជីងហាប់កាប់អាចកោថាមានរឿងអីកើតឡើងនៅក្នុងសាលារៀនថ្ងៃហ្នឹងអាជីងហាប់ខំផឹងរក្សាអិយាបថហើយនិយាយថាអត់មានអីហងធម្មតាតាបន្ទាប់មកវាអោនមុខមើលដៃវាទាំងសងខាងคล้ายជាឈើក្រាក់ហើយមុខវាក៏ប្រហែលជាឈើមកខាងហើយច្រមុះវាដោះឡើងជ្រួចដោយអារម្មណ៍ភ័យព្រួយនឹងអាជីងហាប់បាននិយាយថាខុបខន់ហើយខ្ញុំព្រមនិយាយការពិតហើយអាជីងហាប់ក៏សារភាពថាហុងចើមដេកពេទ្យដោយសារតែវាយកចពាមដាក់ខប់ថ្មបាញ់ចំក្បាលហុងចើមឪពុកអាជីងហាប់ហ្នឹងអត់បានប្រអាប់ឬបន្ទោសអាជីងហាប់ទេគ្រាន់តែសួរថាមានណាដឹងរឿងហ្នឹងអត់អាជីងហាប់បង្ហាញមុខដូចជាមិនសូវប្រកបតែវាក៏និយាយថាប្រហែលជាអ្នកគ្រូពិសីគាត់និយាយដូចគាត់នឹងដឹងរឿងអីចឹងតបមកអាជីងហាប់បាននិយាយថាពុកអើយខ្ញុំសុំទោសស្អែកហ្នឹងខ្ញុំនឹងទៅប៉ុស្តិ៍ប៉ូលីសដើម្បីសារភាពកំហុសពេលនោះមុខមាត់អាជីងហាប់ក៏ប្រែមកធម្មតាលេងคล้ายជាឈើលេងមានច្រមុះវែងឪពុករបស់ជីងហាប់ក៏ងើបឡើងហើយនិយាយថាមិនភ័យទេហែងក៏ពិតអត់បានកុហកទេគ្រាន់តែហែងនឹងបង្កើតការពិតមួយផ្សេងទៀតហើយក៏ឆ្លៀតថាមិនភ័យទេចាំឪពុកទៅចាត់ការអ្នកដែលដឹងរឿងទាំងនោះពេលនោះពីងមើលតាមច្រមោលឪពុករបស់អាជីងហាប់ហ្នឹងក៏ដោះច្រមុះវែងទៅការពិតទៅមនុស្សម្នាក់សិតតែមានការកុហករៀងខ្លួនដូចជាឪពុករបស់អាជីងហាប់ជាដើមកូនរបស់ខ្លួនឯងនឹងធ្វើកំហុសហើយបែរជាមិនជួយកែតម្រូវកូនឲ្យថៅផ្លូវថៅឯបែរជាជួយលាក់បាំងកំហុសដោយបង្កើតការពិតផ្សេងទៀតហើយក៏ឆ្លៀតប្រដៅកូនថាការមកដែលយើងនិយាយកុហកមិនមែនជាការកុហកទេគ្រាន់តែយើងពឹងបែររឿងនិយាយការពិតបែបផ្សេងមួយទៀតវាមិនដែលនិយាយកុហកគេថាអត់កុហកទេតែគ្រាន់តែយើងនឹងបែរសាច់រឿងនិយាយការពិតមួយផ្សេងទៀតទៅអញ្ចឹងទៅហើយគាត់ក៏បន្តថាខុសនឹងត្រូវគឺយើងជាអ្នកកែតម្រូវដូចជាឥឡូវចឹងទោះបីច្រមុះយើងធំវែងដោយសារតែយើងធ្វើអំពើអាក្រក់នឹងនិយាយកុហកតែយើងត្រូវរកវិធីកែតម្រូវកុំឲ្យគេឃើញអំពើអាក្រក់នឹងការកុហករបស់យើងដូចជាឥឡូវអញ្ចឹងច្រមុះយើងដោះវែងដោយសារតែយើងធ្វើអាក្រក់ហើយនិយាយកុហកអញ្ចឹងយើងកាត់វាចេញទៅក៏រត់បានបរៀនកូនឲ្យធ្វើអំពើដែលត្រូវទេបែរជាប្រៅកូនឲ្យចេះលះបាំងកំហុសការកុហកមិនមែនជាការកុហកតែជាការដែលយើងបង្កើតការពិតមួយផ្សេងទៀតហើយទៅពេលកូនខ្លួនចាប់ដើមមានគំនិតចោលមកសៀតកុំបន្ទោសអ្នកដទៃគឺយើងនឹងហើយអ្នកបរៀនវាខ្លួនឯងស្អែកឡើងអាជីងហាប់មករៀនធម្មតាតែអ្វីហាក់ជាស្ងៀមស្ងាត់គេឃុំនិយាយបាត់ពីរឿងអាហុងចើមដេកពេទ្យជាពិសេសវាអត់បានឃើញអ្នកគ្រូពិសីទៀតទេហើយក៏ពេលនោះដែរវាក៏បានមើលឃើញមនុស្សមួយចំនួនដែលមានច្រមុះវែងដែលបញ្ជាក់ថាពួកគេសត្វតែធ្វើអំពើអាក្រក់ហើយមានការកុហកអ្នកទាំងនោះមានទាំងគ្រូមានទាំងសិស្សដែលអាចបញ្ជាក់ថាមនុស្សនីមួយសត្វតែមានអំពើអាក្រក់នឹងការកុហកនៅក្នុងខ្លួននៅពេលចេញលេងហ្នឹងមិត្តភក្តិអាជីងហាប់មួយបានដើរមកហើយសួរអាជីងហាប់ថាហើយមានឃើញអ្នកគ្រូពិសីអត់អាជីងហាប់ក៏និយាយថាអត់ដឹងអីហងពេលនោះច្រមុះអាជីងហាប់ចាប់ផ្ដើមដោះឡើងមនុស្សមួយចំនួនដោយអាជីងហាប់ចឹងជ្រើសរើសការកុហកដើម្បីលាក់បាំងការពិតឬយករួចខ្លួនហើយមនុស្សមួយចំនួនទៀតរើសយកការកុហកដើម្បីជាការលេងសើចបើសិនជានៅលើលោកនេះមនុស្សដែលនិយាយកុហកដោះច្រមុះវែងនោះយើងនឹងឃើញមនុស្សច្រមុះវែងពាសពេញពិភពលោកតើមនុស្សលោកទាំងអស់សិតតែធ្លាប់កុហកមែនទេចុះបើលោកអ្នកវិញតើលោកអ្នកធ្លាប់កុហកគេអត់ហើយការកុហករបស់លោកអ្នកនឹងដើម្បីអីដែរជួយខមមិនថាផង